មនុស្ស3នាក់ដែលយើងគួរតែលើកលែងនៅក្នុងជីវិតរបស់យើងទី1គឺខ្លួនឯងពីអតីតកាលប្រហែលជាការធំធាត់របស់យើងឬក៏វ័យ teenager របស់យើងគឺវាអត់ល្អឥតខ្ចោះទេយើងធ្វើរឿងមួយចំនួនដែលយើងថ្ងៃនេះគឺសោកស្ដាយអញ្ចឹង forgive ដើម្បីឲ្យខ្លួនឯងរស់នៅពេលបច្ចុប្បន្នឲ្យល្អបំផុតចំណែកឯទី2គឺជាអ្នកមានគុណរបស់យើងមេដាបិតារបស់យើងតែម្ដងហើយជាការធំធាត់របស់យើងគឺទទួលបានការស្ដីបន្ទោសច្រើនឬក៏ការវាយដើម្បីជាការកែប្រែយើងឲ្យក្លាយជាមនុស្សល្អអញ្ចឹងបើសិនជាមានរឿងអីនៅក្នុងអតីតកាលដកជាប់នៅក្នុងបេះដូងរបស់យើងទាំងអស់គ្នាពេលនេះគឺជាពេលដែលយើង let it go ហើយទៅឆ្លាញ់ពួកគាត់ឲ្យបានច្រើនចំណែកឯទី3គឺជាអតីតសង្សារចាស់ឬក៏អតីតប្តីប្រពន្ធចាស់របស់បងប្អូនទាំងអស់គ្នាអាចនិយាយបានថាតំណែងមួយនឹងវាអត់ work មិនបានន័យថាបងប្អូនទាំងអស់គ្នាអត់ work ជាមួយមនុស្សគ្រប់គ្នាទេនេះគឺជាពេលមួយដែលបងប្អូនទាំងអស់គ្នាគួរតែ let it go ហើយបើកបេះដូងខ្លួនឯងម្ដងទៀតទៅជួបមនុស្សដែលគេស្រឡាញ់បងប្អូនទាំងអស់គ្នាពិតប្រាកដcontentនេះធ្វើឡើងគឺដើម្បីឲ្យបងប្អូនទាំងអស់គ្នារីករាយហើយនឹងរស់នៅជាមួយពេលបច្ចុប្បន្នឲ្យល្អបំផុតកុំភ្លេច like និង subscribe ម្នាក់មួយបាយបាយ